សួស្តីបងប្អូនកុមារដែលនៅក្នុងថ្នាក់បឋមសិក្សាបាទចុះថ្ងៃនេះមកជួបវីដេអូថ្មីបាទគឺការកណនាបាទកណនាប្រភេទបាទដែលមានភាគបាយដូចគ្នាមានលំហាត់ចំនួន3បាទសម្រាប់ឲ្យអូនដែលមិនទាន់យល់ឬក៏អូនដែលអត់ទាន់ចេះឲ្យចេះកណនានៅវិធីដកប្រភេទបាទអញ្ចឹងពេលមុនយើងបានឆ្លងកាត់វិធីដកប្រភេទសម្រាប់ប្រភេទដែលមានភាគបាយដូចគ្នាបាទចឹងនៅទីនេះមានលំហាត់3ដែលយើងត្រូវកណនាបាទគឺភាគទី1 8ភាគ8ដក4ភាគ8បាទអញ្ចឹងដើម្បីកុំឲ្យធ្វើលំហាត់ទៅច្រឡំបាទអញ្ចឹងយើងត្រូវស្គាល់នេះគឺជាប្រភេទទី1នេះជាប្រភេទទី2បាទអញ្ចឹងខាងលើជាភាគយកខាងក្រោមជាភាគបែកភាគទី2 4ភាគ8បាទអញ្ចឹងវិធីនេះគឺជាវិធីដកដែលមានភាគបែកដូចគ្នាបាទអញ្ចឹងតាមរូបមន្តវិធីដកដែលមានភាគបែកដូចគ្នាគឺយើងត្រូវរក្សាភាគបែកនៅដដែលបាទអញ្ចឹងយើងដកតែភាគយកនិងភាគយកបាទអញ្ចឹងយើងដាក់ភាគបែកវារួមបាទភាគបែករួមគឺ8បាទអញ្ចឹងយើងសរសេរ8ជាភាគបែករួមបាទអញ្ចឹងភាគយកតួទី1គឺ8ដកតួទី2គឺ4បាទអញ្ចឹងស្មើបាទអញ្ចឹងយើងដកតែភាគយកនិងភាគយកអញ្ចឹង8ដក4គឺស្មើ4បាទអញ្ចឹងភាគបែកទុកនៅដែរបាទអញ្ចឹងប្រភេទនេះជាប្រភេទបង្រួបបានអញ្ចឹងខ្ញុំអត់ទាន់បានបង្ហាញទេខ្ញុំបានថាបង្ហាញនៅប្រមាណនៃវិធីដកប្រភេទបាទអញ្ចឹងលំហាត់ខ14ភាគ18ដក9ភាគ18ដែរបាទអញ្ចឹងតាមរូបមន្តនៃវិធីដកប្រភេទដកប្រភេទដែលមានភាគបែកដូចគ្នាយើងដកភាគយកចំណែកភាគបែករក្សាទុកនៅដែរបាទអញ្ចឹងយើងគូសបើភាគរក្សាភាគបែកនៅដែរបាទអញ្ចឹង14ដក9បាទស្មើបាទអញ្ចឹងយើងដកលេខធម្មតាអញ្ចឹង14ដក9នៅសល់5បាទភាគបែកទុកនៅដែរបាទអញ្ចឹងនៅលំហាត់ក14ភាគ6ដក6ភាគ16បាទអញ្ចឹងឃើញលទ្ធផលប៉ុន្មានបាទបងប្អូនអាចកណនាឲ្យខមមិននៅក្នុងវីដេអូខាងក្រោមបាទសូមអរគុណ